អាចកំបាំងរុក្ខជាតិស៊ីសាច់ស្រស់គឺ Venus flytrap និង Pitcher plant សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយមកនិយាយជាមួយបងប្អូនគឺស្ដីពីរុក្ខជាតិស៊ីសាច់តើអ្នកធ្លាប់ឃើញរុក្ខជាតិដែលអាចស៊ីសត្វល្អិតបានទេនេះមិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទេវាជាការពិតដែលកើតឡើងនៅក្នុងធម្មជាតិថ្ងៃនេះយើងនឹងស្វែងយល់ពីរុក្ខជាតិស៊ីសាច់ដ៏ល្បីល្បាញពីរប្រភេទគឺ Venus flytrap អន្ទាក់សត្វរុយនិង Pitcher plant រុក្ខជាតិក្អមរុក្ខជាតិទាំងនេះបានវិវត្តខ្លួនដើម្បីរស់នៅក្នុងតំបន់ដែលដីព្រៃក្រសារធាតុចិញ្ចឹមតោះយើងនឹងស្វែងយល់ពីអាចកំបាំងនៃរុក្ខជាតិស៊ីសាច់ទាំងនេះជាមួយគ្នាមុននឹងស្វែងយល់ពីរបៀបដែលពួកវាស៊ីសាច់យើងត្រូវយល់ពីមូលហេតុដែលពួកវាធ្វើដូច្នេះជាមុនសិនរុក្ខជាតិភាគច្រើនទទួលបានសារធាតុចិញ្ចឹមពីដីតាមរយៈឫសរបស់វាប៉ុន្តែមានតំបន់ខ្លះនៅលើផែនដីដែលដីខ្វះសារធាតុចិញ្ចឹមសំខាន់ៗជាពិសេសអាសូតតើរុក្ខជាតិស៊ីសាច់រស់នៅទីណា Venus flytrap រកឃើញតែនៅក្នុងព្រៃក្នុងតំបន់វាលភក់រដ្ឋ North Carolina និង South Carolina សហរដ្ឋអាមេរិកប៉ុណ្ណោះ Pitcher plant ចែកចេញជាពីរក្រុមធំៗ Nepenthes នៅតាមកោះក្នុងអាស៊ីអាគ្នេយ៍និង Sarracenia នៅអាមេរិកខាងជើងដោយសារដីខ្វះសារធាតុចិញ្ចឹមរុក្ខជាតិទាំងនេះបានវិវត្តសមត្ថភាពចាប់និងរំលាយសត្វល្អិតដើម្បីយកសារធាតុមកប្រើប្រាស់នេះជាការសម្របខ្លួនដ៏អស្ចារ្យមួយដើម្បីរស់រានក្នុងបរិស្ថានដ៏លំបាកឥឡូវយើងមកមើលរុក្ខជាតិស៊ីសាច់ដ៏ល្បីល្បាញជាងគេគឺ Venus flytrap Venus flytrap មានស្លឹកដែលវិវត្តទៅជាអន្ទាក់ដូចជាមាត់ធ្មេញតើវាដំណើរការយ៉ាងដូចម្តេចការតាក់ទាញផ្ទៃខាងក្នុងនៃស្លឹកមានពណ៌ក្រហមនិងបញ្ចេញក្លិនទឹកដមដើម្បីតាក់ទាញសត្វល្អិតរោមសម្រួលនៅលើផ្ទៃស្លឹកមានរោមតូចៗដែលដើរតួជាឧបករណ៍ចាប់សញ្ញាការរបប Venus flytrap នឹងបិទតែនៅពេលដែលរោមទាំងនេះត្រូវបានប៉ះពីរដងក្នុងរយៈពេលខ្លីនេះជាការការពារកុំឲ្យបិទដោយចៃដន្យដូចជាដំណក់ទឹកភ្លៀងការបិទនៅពេលដែលត្រូវបានប៉ះពីរដងស្លឹកនឹងបិទក្នុងរយៈពេលត្រឹមតែ 1/10 នៃវិនាទីការរំលាយបន្ទាប់ពីបិទប្រសិនបើសត្វព្រៃនៅតែបន្តធ្វើចលនារុក្ខជាតិនឹងបញ្ចេញអង់ស៊ីមដើម្បីរំលាយសត្វព្រៃឥឡូវយើងមកមើល Pitcher plant ដែលប្រើយុទ្ធសាស្ត្រខុសពី Venus flytrap ទាំងស្រុង Pitcher plant ប្រើអន្ទាក់អាកម្មដោយមិនចាំបាច់មានចលនារហ័សនោះទេតើវាដំណើរការយ៉ាងដូចម្តេចរូបរាងស្លឹករបស់វាវិវត្តទៅជារាងក្អមដែលមានគម្របពីលើដើម្បីការពារកុំឲ្យទឹកភ្លៀងចូលការតាក់ទាញគែមកក្អមមានពណ៌ភ្លឺនិងបញ្ចេញទឹកដមដើម្បីតាក់ទាញសត្វល្អិតការរអិលផ្ទៃខាងក្នុងនៃក្អមគឺរអិលខ្លាំងជាពិសេសគែមកក្អមនៅពេលដែលសត្វល្អិតដើរលើគែមវានឹងរអិលធ្លាក់ចូលទៅក្នុងក្អមអន្ទាក់ខាងក្នុងក្អមមានរោមចង្អុលចុះក្រោមដែលធ្វើឲ្យសត្វល្អិតឡើងមកវិញមិនបានការរំលាយនៅបាតក្អមមានសារធាតុរាវដែលពោពេញទៅដោយអង់ស៊ីមនិងបាក់តេរីសម្រាប់រំលាយសត្វល្អិតដែលធ្លាក់ចូលប្រៀបធៀបរុក្ខជាតិទាំងពីរនេះឲ្យឃើញច្បាស់ Plesiograph ចំពោះ Venus flytrap របៀបប្រមាញ់សកម្មបិទស្លឹកល្បឿនលឿនណាស់ប្រហែល 0.1 វិនាទីនាំទំហំតូចស្លឹកប្រវែងជាង20 សង់ទីម៉ែត្រប្រភេទអាហារសត្វល្អិតតូចៗការរំលាយប្រើអង់ស៊ីមផ្ទាល់ទីជម្រកតែនៅ North South Carolina USA+ ចំណែកឯ Pitcher plant របៀបប្រមាញ់អាកម្មម៉ូនអន្ទាក់ក្អមល្បឿនយឺតសត្វល្អិតរអិលធ្លាក់ទំហំតូចធំក្អមអាចឡើងដល់35 សង់ទីម៉ែត្រប្រភេទអាហារសត្វល្អិតធំពេលខ្លះសត្វកកេរតូចការរំលាយប្រើអង់ស៊ីមនិងបាក់តេរីទីជម្រកនៅទូទាំងពិភពលោកដូច្នេះយើងសង្កេតឃើញថា Venus flytrap គឺរហ័សនិងសកម្មរីឯ Pitcher plant គឺអត់ធ្មត់និងប្រើប្រាស់អន្ទាក់ដ៏ប៉ិនប្រសប់រុក្ខជាតិស៊ីសាច់ទាំងនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះ Venus flytrap ដែលរស់នៅចង្អៀតតែក្នុងតំបន់តូចមួយនៅសហរដ្ឋអាមេរិកការបាត់បង់ទីជម្រកការអភិវឌ្ឍលំនៅឋាននិងផ្លូវថ្នល់កំពុងបំផ្លាញវាលភក់ដែលជាជម្រករបស់វាការលួចរុក្ខជាតិដោយសារតែវាកម្រនិងមានតម្លៃមនុស្សបានលួចយក Venus flytrap ពីព្រៃទៅលក់ការប្រែប្រួលអាកាសធាតុប្រែប្រួលលក្ខខណ្ឌវាលភក់ Pitcher plant ក៏ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាដែរជាពិសេសការបាត់បង់ទីជម្រកនៅតាមតំបន់ត្រូពិកសរុបមករុក្ខជាតិស៊ីសាច់ដូចជា Venus flytrap និង Pitcher plant គឺជាអភូតហេតុនៃការវិវត្តពួកវាបានបង្ហាញថារុក្ខជាតិក៏អាចសកម្មនិងសាហាវដូចសត្វដែរនៅពេលដែលចាំបាច់ត្រូវតែរស់រានពីអន្ទាក់ដែលបិទក្នុងរយៈពេលត្រឹមតែ 1/10 នៃវិនាទីរហូតដល់ក្អមដែលពោពេញទៅដោយសារធាតុរាវសម្រាប់សត្វល្អិតពួកវាជាភស្តុតាងបង្ហាញថាធម្មជាតិពិតជាអស្ចារ្យមែន
ឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើអ្នកធ្លាប់ឃើញរុក្ខជាតិស៊ីសាច់ពិតប្រាកដទេសូមចូលរួមបញ្ចេញមតិនៅខាងក្រោមនេះសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ